បាទហើយក៏សូមមកកាយគោរពជម្រាបសួរពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតបាទជួបជាមួយខ្ញុំបាទទៀតហើយបាទថ្ងៃនេះបាទសុខសប្បាយទេពុកម៉ែបងប្អូនបាទអញ្ចឹងដូចជាសពមួយដងដែរបាទថ្ងៃនេះខ្ញុំនឹងមានវីដេអូថ្មីចង់បង្ហាញពុកម៉ែបងប្អូនអំពីទេសភាពក៏ដូចជាបរិបទហើយនឹងសកម្មភាពនៅក្នុងប្រទេសកម្ពុជាយើងហើយហ្នឹងហើយកុំឲ្យអង្គពេលវេលាយូរបាទអញ្ចឹងពុកម៉ែបងប្អូនធ្លាប់មានអារម្មណ៍ថាធ្វើការទៅ stress ឬក៏ទៅណាទៅណីគឺការងារច្រើនពេកអញ្ចឹងទៅមានអារម្មណ៍ថប់ប្រមល់អញ្ចឹងណាដូច្នេះថ្ងៃនេះមិនវែងឆ្ងាយទេអញ្ចឹងដើម្បីនាំអារម្មណ៍ពុកម៉ែបងប្អូនឲ្យទេសនាទៅកាន់ទីកន្លែងមួយនៅក្រៅពេលដែលយើងធ្វើការងារតបប្រមល់អីចប់អញ្ចឹងទៅណាអញ្ចឹងយើងចង់បង្ហាញគូក្បាលរបស់យើងអញ្ចឹងថ្ងៃនេះចង់នាំអារម្មណ៍ពុកម៉ែបងប្អូនទៅទេសនាក៏ដូចជាទៅពិនិត្យមើលនៅរមណីយដ្ឋានប្រវត្តិសាស្ត្រក៏ដូចជារមណីយដ្ឋានបេតិកភណ្ឌមួយដែលស្ថិតនៅក្នុងខេត្តបាត់ដំបងហើយរមណីយដ្ឋានក៏ដូចជាបេតិកភណ្ឌនោះគឺមានឈ្មោះថាប្រាសាទឯកភ្នំបាទអញ្ចឹងសង្ឃឹមថានេះនៅឯកភ្នំនេះនៅបាត់ដំបងស្គាល់ច្បាស់ណាបាទឯកភ្នំអញ្ចឹងបើសម្រាប់អ្នកនៅតាមខេត្តអ្នកខ្លះអាចស្គាល់ប៉ុន្តែគាត់ថាមិនទាន់បានឃើញអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនអំពីទស្សនវិជ្ជាក៏ដូចជាវីដេអូទាំងស្រុងដែលនឹងបង្ហាញបងប្អូននៅក្នុងវីដេអូនេះអញ្ចឹងណាអញ្ចឹងរីករាយសម្ដាប់ក៏ដូចជាទស្សនាទាំងអស់គ្នាបាទប្រាសាទឯកភ្នំមានទីតាំងស្ថិតនៅភូមិតាគងឃុំពីមឯកស្រុកឯកភ្នំខេត្តបាត់ដំបងនិយាយរួមគឺប្រាសាទនេះគឺមានចម្ងាយប្រមាណ9គីឡូម៉ែត្រពីខាងជើងនៅទីរួមខេត្តបាត់ដំបងបាទហើយអ្វីដែលសំខាន់ហ្នឹងគឺប្រាសាទនេះគឺសាងសង់ឡើងពីថ្មភក់ហើយនឹងថ្មបាយក្រៀមលាយជាមួយនឹងឥដ្ឋហើយប្រាសាទនេះសាងសង់នៅលើផ្ទៃដីរាបស្មើលើកជាខឿនខ្ពស់មានប្លង់រាង4ជ្រុងទ្រវែងបណ្ដោយពីលិចទៅកើតមានប្រវែង 85.5 ម៉ែត្រនិងទទឹងពីជើងទៅត្បូងមានប្រវែង 63 ម៉ែត្រដោយព័ទ្ធជុំវិញដោយទឹកសិនទឹកពីខាងក្រៅហើយប្រាសាទឯកភ្នំនេះគឺមានក្លោងទ្វារចំនួន2សម្រាប់ចេញចូលដែលមួយនៅទិសខាងកើតនិងមួយទៀតនៅទិសខាងលិចចំណែកឯប្រាសាទប្រាង្គកណ្ដាលគឺជាទីសក្ការៈសំខាន់នៅក្នុងខាងត្បូងប្រាង្គមានកណ្ដាលបណ្ណាល័យព័ទ្ធជុំវិញដោយរោងទងធ្វើថ្មបាយក្រៀមដែលមានការតុបតែងលម្អនៃស្ថាបត្យកម្មហើយប្រាសាទនេះគឺនៅក្បែរនឹងវត្តឯកភ្នំដូច្នេះហើយយើងក៏មើលទៅឃើញមានវត្តហើយនឹងរូបសំណាកព្រះរបស់ព្រះសមណគោតមដ៏ធំនៅក្បែរនឹងផងដែរអញ្ចឹងដូចបងប្អូនបានឃើញបាទដោយសារនៅក្បែរជាប់វត្តអញ្ចឹងណា Hey little boy Hello The naughty one Hello boy What's going onប្រាសាទឯកភ្នំនេះគឺជាសំណង់ស្ថាបត្យកម្មដែលបានសាងសង់ឡើងនៅក្នុងសតវត្សទី11ដែលក្នុងរបាយការណ៍ក៏ដូចជាឯកសារមួយចំនួនបានបកស្រាយថារចនាបថដែលកើតឡើងគឺនៅចុងរចនាបថឃ្លាំងហើយនឹងដើមរចនាបថបាពួនហើយប្រាសាទនេះសាងសង់ឡើងក្នុងរាជព្រះបាទសូរ្យវរ្ម័នទី1ឬក៏ព្រះនាមសូរ្យវរ្ម័នទេវៈទី1ដែលក្នុងនោះព្រះអង្គសាងសង់ប្រាសាទនេះឡើងគឺដើម្បីឧទ្ទិសកុសលដល់អាទិទេពដែលនៅក្នុងព្រហ្មញ្ញសាសនាអញ្ចឹងដូចដែលបងប្អូនដឹងហើយអាទិទេពដែលនៅក្នុងព្រហ្មញ្ញសាសនាគឺមានចំនួន3គឺទី1ព្រះអង្គឧទ្ទិសដល់ព្រះព្រហ្មហើយទី2គឺព្រះអង្គឧទ្ទិសដល់ព្រះវិស្ណុចំណែកឯទី3គឺព្រះអង្គឧទ្ទិសដល់ព្រះសិវៈ អ
ចឹងនៅក្នុងប្រមាញ់សាសនាគឺមានការឧទ្ទិសដល់ព្រះទាំង3នឹងឯងបាទចឹងដូចដែលបងប្អូនឃើញនៅក្នុងនេះគឺឃើញថាបរិវេណនៅជុំវិញគឺមានការដោះនៅរុក្ខជាតិមួយចំនួនផងដែរជាស្ដែងរុក្ខជាតិវល្លិនេះគឺមានដោះគ្របទៅលើថ្មដែលក្នុងនោះយើងឃើញមានក្បាច់ផ្ដែនៅកន្លែងនេះទៅសពេចបាទសពេចឆោតអញ្ចឹងដូចបងប្អូនឃើញហើយគឺមើលទៅមានសភាពនៅល្អក្បូរក្បាច់រចនាបាទដែលយើងអាចមើលឃើញអញ្ចឹងណាខ្មែរយើងពននេះឆ្លាយនេះ The tourists come and visit us so very popular ខ្ញុំថាឡើងទៅមើលលើនេះទៅមើលSo here is the outside of the temple. You see the palm around, and that's the entering gate. As you can see. So I will show you there when I get out here. Okay. So now see from this side. You can see. So today there are many tourists coming. It's quite a little quiet place, and tourists very attractive. Yeah. ចំណែកឯស្ថានភាពបច្ចុប្បន្នរបស់ប្រាសាទដោយពុកម៉ែបងប្អូនបានឃើញស្រាប់ហើយថាប្រាសាទឯភ្នំមានហានិភ័យខ្ពស់នៅក្នុងការទទួលរងនឹងការខូចខាតយ៉ាងដំណំយ៉ាងធ្ងន់ធ្ងរអញ្ចឹងដោយបងប្អូនឃើញហើយគឺនៅក្នុងរូបភាពនេះបាទមុននឹងខ្ញុំបកស្រាយថាទទួលរងដោយរបៀបណាអញ្ចឹងខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយនឹងទេសភាពសំឡេងអញ្ចឹងណា អញ្ចឹងកត្តាដែលធ្វើឲ្យប្រាសាទមានការបាក់បែកខូចខាតនេះគឺកត្តាទី1គឺជាកត្តារបស់មនុស្សបាទអញ្ចឹងមនុស្សបង្កឲ្យមានការធ្វើឲ្យខូចខាតគឺដោយការសង្គ្រាមណាពុកម៉ែបងប្អូនបាទអញ្ចឹងនេះគឺជាកត្តាទី1ដែលសំខាន់ព្រោះបើកាលណាសង្គ្រាមគឺតែងតែមានការជីកកាយក៏ដូចជាការវាយបំបាក់ដើម្បីរកវត្ថុដែលមានតម្លៃដែលពុទ្ធបរិសបានរក្សាទុកពីដើមរៀងមកអញ្ចឹងណានឹងគឺជាកត្តាដែលកត្តាទី2នោះគឺជាកត្តាធម្មជាតិដែលមានការដុះរុក្ខជាតិក៏ដូចជាសក្តានុពលពូនទឹកកហូរច្រោះអីចឹងទៅណាដូច្នេះហើយក៏ធ្វើឲ្យសំណង់ក៏ដូចជាថ្មនឹងវាឆាប់ខូចអីចឹងណាពុកម៉ែបងប្អូនបាទហើយចំណែកឯកត្តាទី3នោះគឺជាកត្តាផ្សេងទៀតដែលដូចជាការខ្វះការថែទាំក៏ដូចជាអាយុកាលនៃសម្ភារៈសំណង់ហើយនឹងជំងឺរបស់ថ្មដែលយើងមិនអាចជួសជុលវាបានទាន់ពេលវេលាអញ្ចឹងណាដូច្នេះហើយនឹងធ្វើឲ្យសំណង់របស់យើងមានការខូចខាតអីចឹងទៅអូខេចូលឡើងនេះខ្ញុំបានឡើងមកដល់ខាងលើកណ្ដាលនៃកំពូលប្រាសាទបាទ So it's amazing. Okay, so now ឥឡូវនេះខ្ញុំបានឡើងមកដល់ខាងផ្នែកខាងលើនៃតួប្រាសាទនៅឯភ្នំហើយខ្ញុំនឹងបង្ហាញមួយចំណុចទៀតមួយកន្លែងទៀតដែលពុកម៉ែបងប្អូនប្រហែលជា
everyone will know about this so I will show you about the script ចឹងខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនអំពីនៅភាសាឯភ្នំនោះគឺយើងមានកន្លែងសាលាចរិតមួយដែលគេបានចាបាទដែលបានសរសេរចឹងកន្លែងនេះគឺខ្ញុំប្រាប់ទីតាំងចឹងនៅពេលដែលយើងបើយើងចូលពីខាងផ្នែកវត្តមកវិញបាទចឹងពហិយចឹងយើងដើរឡើងមកបន្ទាប់មកយើងអាចចូលមកខាងក្នុងហើយទៅពេលនោះយើងមើលទៅខាងព្រះវិហារព្រះវិហារវត្តឯភ្នំណាចឹងនៅក្នុង frame នៅក្នុងស៊ុំនេះគឺបងប្អូនអាចមកឃើញហើយបាទគឺនៅផ្នែកខាងឆ្វេងយើងបែរមុខទៅព្រះវិហារគឺយើងមើលទៅឃើញថានៅខាងស៊ុំខាងឆ្វេងចឹងអ្នកនរគ្នាឃើញបាទចឹងដោយអ្វីដែរខ្ញុំនឹងបង្ហាញកន្លែងនេះគឺយើងមាន script ក៏ដូចជាតេតូននឹងការសរសេរអំពីភាសាឯភ្នំនេះចឹងណាបាទសាលាចរិតចឹងបងប្អូនអាចមើលហើយខ្ញុំក៏មិនចេះអានទេចាំមើលខ្ញុំនឹងស្រាវជ្រាវមើលហើយខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូននៅក្នុងវីដេអូនេះបាទចឹងណាបាទហើយមើលទាំងអស់គ្នាបាទនេះបើយោងទៅតាមសាលាចរិត K56 K70 K175 K276 K277 K425 និង K956 ដែលអ្នកស្រាវជ្រាវប្រាសាទឯកភ្នំនេះមានឈ្មោះខ្មែរបុរាណថាវោកឯកបាទអញ្ចឹងខ្ញុំនឹងដាក់ link ក៏ដូចជាឯកសារយោងនៅក្នុងនេះដែលខ្ញុំមាននៅក្នុងការស្រាវជ្រាវនេះឃើញថាមាននៅក្នុងនេះអញ្ចឹងខ្ញុំនឹងដាក់ជូនដើម្បីកុំឲ្យបងប្អូនគិតថាខ្ញុំនិយាយមិនត្រូវបាទអញ្ចឹងនៅក្នុងផ្តែរនៃស៊ុំទ្វារចូលនេះគឺពុកម៉ែបងប្អូនឃើញហើយបាទរូបចម្លាក់តែនិយាយអំពីរូបមួយនេះដោយបងប្អូនឃើញនេះខ្លះគេហៅរាហូហើយខ្លះក៏គេហៅថាប្រកាលបាទចឹងនៅពេលដែលយើងដើរតាមផ្លូវទ្វារប្រាសាទគឺយើងនឹងឃើញហើយបាទតេតូននឹងរូបមួយនេះបាទចឹងយើងមើលតេតូននឹងមុខក្បាច់ការភ្ញីហើយនឹងការតុបតែងបាទជាពុកម៉ែបងប្អូនឃើញគឺឃើញថាស្អាតល្អនៅខាងក្នុងនេះហើយនេះអ្វីដែលបងប្អូនឃើញកន្លែងនេះគឺជារូបសំណាកអធិស្ឋានរូបភាពដែលតេតូននឹងការកោសមុទ្រទឹកដោះបាទដែលដូចពុកម៉ែបងប្អូនឃើញចឹងឃើញថាកន្លែងនេះគឺមានការកោមានរូបភាពនៅនឹងផ្តែរនេះហើយនៅនឹងបាទនៅផ្តែរនេះគឺយើងឃើញមានរូបនាគបាទយើងឃើញមានរូបនាគហើយយើងឃើញមានមកខាងអសុរៈហើយមកខាងទេវតាចឹងណាបាទអញ្ចឹងដូចពុកម៉ែបងប្អូនឃើញគឺនេះគឺចង់ចាំអំពីការកោសមុទ្រទឹកដោះបាទដើម្បីរោទឹកអមរិតចឹងណាបាទហ្នឹងហើយចឹងដូចពុកម៉ែបងប្អូនឃើញហើយកន្លែងនេះបាទនៅលើផ្តែរនេះគឺមាននៅរូបល្អច្រើនបាទនៅខាងលើរិស័កខ្ញុំអាចផលិតបានចឹងណានេះមានចឹងណាបាទ Hello បាទឡើងមកក៏ជួបបាទ Hello Hey What are you looking for? Okay ខ្ញុំឡើងមកដល់ក៏ឃើញមានសត្វឆ្មាបាទនៅក្នុងនេះដែរអញ្ចឹងឆ្មានេះគឺគួរឲ្យស្រឡាញ់មែនបាទចេះតាមមើលទៅដូចសម្លឹងមើលដូចចង់ស្ពៀសចឹងអីដែរអញ្ចឹងណាខ្ញុំមិនដឹងថាយ៉ាងណាទេបាទHelloបាទនេះគឺជាកងព្រីចូលបាទ entrance gate ដល់ក្នុងប្រាសាទបាទគឺដូចបងឃើញបាទនៅខាងឆ្វេងដៃនេះគឺយើងនឹងឃើញមានការព័ត៌មានមួយដែលទាក់ទងពីការអភិវឌ្ឍឬជាការជួសជុលអញ្ចឹងណាបាទជាដើរខាងលិចនៃក្លោងទ្វារអញ្ចឹងណាដូចបងប្អូនបានឃើញហើយនៅកន្លែងនេះបាទនេះទៀននៃប្រាសាទបាទបានជ្រុងនឹងប្រាសាទមើលពីខាងក្រោមទៅហើយខាងនេះគឺជាវត្តបាទវិហារបាទព្រះវិហារវត្តឯកភ្នំបាទហើយខាងនេះក៏នៅខាងចម្លាក់តាមរបស់ពុទ្ធ
ពុតណា អូខេចឹងក្រោយពីបានទេសនាក៏ដូចជាមើលវីដេអូដែលខ្ញុំបានបង្ហាញហ្នឹងតើបងប្អូនមានអារម្មណ៍ដូចម្តេចដែរចឹងណាបាទហ្នឹងហើយជា recommendation ក៏ដូចជាយោបល់ពីខាងខ្ញុំក៏សូមពុកម៉ែបងប្អូនបាទមេត្តាមានពេលទំនេរអីអាចក្នុងគ្នាមកលេងកម្សាន្តនៅក្នុងប្រាសាទឯកភ្នំនឹងបានពីព្រោះដោយសារកន្លែងហ្នឹងគឺដោយបងប្អូនជ្រាបហើយក្នុងវីដេអូហ្នឹងបាទទីតាំងក៏ងាយរកទេដូច្នេះហើយក៏សង្ឃឹមថាពុកម៉ែបងប្អូននឹងទៅទេសនាហើយដិតជាប់នៅដិតដាមក៏ដូចជាជាប់ចិត្តទៅនឹងប្រាសាទនឹងអញ្ចឹងណាជាដោយអ្វីដែលខ្ញុំបានបង្ហាញសង្ឃឹមថាពុកម៉ែបងប្អូនអាចទៅសិក្សាទៅមើលហើយនឹងមានអីបន្ថែមអាចជួយបន្ថែមនេះបានបាទនេះវីដេអូនេះគាត់នឹងចង់ចែករំលែកក៏ដូចជាចង់បញ្យល់ផ្នែកមួយចំនួនឲ្យបានដឹងចឹងទុកជាការចែករំលែកក៏ដូចជាដល់ព័ត៌មានទៅកាន់អ្នករាល់គ្នាក៏ដូចជាក្មេងៗជំនាន់ក្រោយផងដែរសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយបាទអរគុណសម្រាប់ការតាមដានហើយជូនពរសុខភាពល្អនិងរកស៊ីទទួលមានបានហើយទៅណាមកណីជួបតែសុខសុវត្ថិភាពនិងមានគេរាប់អានច្រើនអញ្ចឹងណាបាទសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយទៀតបាទអញ្ចឹងបាយបាយត្រឹមប៉ុណ្្នឹងបាទជួបគ្នានៅវីដេអូក្រោយ